បាទសួស្តីបងប្អូនអរគ្នាបាទថ្ងៃនេះផងដែរខ្ញុំបាទនឹងធ្វើការបង្ហាញបងប្អូនអរគ្នាអំពីបាទមុខងារសំខាន់មួយចំនួនបាទនៅក្នុងការប្រើប្រាស់កាមេរ៉ាជាមួយនឹង FIC បាទអញ្ចឹងតើតើនឹងមុខងារសំខាន់បាទមានដូចជាបាទទី1តើតើនឹងការចូលទៅមើលបាទ record ចាស់ដែលវាបាន record បាទគឺបងប្អូនអរគ្នាចូលមកកន្លែង recording នឹងមកបាទបងប្អូនចូលកន្លែង recording បាទអញ្ចឹងទាំងអស់នេះគឺជាវីដេអូដែលវាបាន record បាទ record អញ្ចឹងបងអាចធ្វើការអូសមើលតាមម៉ោងណាដែលយើងចង់មើលបាទយើងអាចចូលទៅអូសក៏ដូចជា check មើលបាទតាមនឹងបានឬមួយក៏បើសិនជាបងប្អូនចង់ទៅមើលថ្ងៃមុនបាទដែលវាបាន record ហើយបាទបងប្អូនចុចលើពាក្យថា today នេះមកបាទចុចលើពាក្យថា today អញ្ចឹងសម្រាប់ memory 64G ចំពោះកាមេរ៉ា lens 2គឺវាអាច record បានក្នុង4ទៅ5ថ្ងៃបាទដូចជាស្ដែងនេះអញ្ចឹងបើសិនជាបងប្អូនសម្រាប់ពណ៌ QQ ហ្នឹងគឺមានន័យថាថ្ងៃដែលវាបាន record អញ្ចឹងបងប្អូនចង់ចូលទៅមើលថ្ងៃមួយណាអត់ដល់បងប្អូនចង់ចូលមើលថ្ងៃទី1ចុចលើថ្ងៃទី1ចឹងមកបាទអញ្ចឹងនៅខាងទាំងអស់នេះគឺជាវីដេអូរបស់ថ្ងៃទី1ទាំងស្រុងតែម្ដងបាទអញ្ចឹងបងប្អូនអាចធ្វើការអូសបាទឬមួយក៏មើលជាក់ស្ដែងបានបាទទៅតាមពេលវេលាដែលបងប្អូនចង់មើលបាទអញ្ចឹងតើតើនៅមុខងារបាទបន្តទៀតបាទតើតើនឹងការចូលទៅបើបាទ motion tracking បាទដើម្បីឲ្យ lens ខាងក្រោមរបស់កាមេរ៉ាវាធ្វើការ ray auto បាទក៏ដូចជា world auto តាមចាប់សកម្មភាពដែលឆ្លងកាត់វាបាទអញ្ចឹងបងប្អូនចូលមកកាន់កន្លែងពាក្យថា motion tracking នេះមកបាទអញ្ចឹងបងប្អូនចុចចូលទៅបាទអញ្ចឹងបងប្អូនធ្វើការចុចបើកកន្លែងនេះបាទបងប្អូនចុចបើកកន្លែងនេះទៅបាទអញ្ចឹងគឺនៅពេលដែលបើកហើយគឺកាមេរ៉ាក៏ដូច lens ខាងក្រោមកាមេរ៉ា lens ខាងក្រោមគឺនឹងធ្វើការ world ក៏ដូចជា ray auto តាមចាប់សកម្មភាពផ្សេងៗឲ្យតែសកម្មភាពមិនថាមនុស្សមិនថាសត្វទេឲ្យតែឆ្លងកាត់គឺវានឹងធ្វើការ ray តាមចាប់តែម្ដងបាទអញ្ចឹងបន្តមកទៀតបាទតទៅទៅនឹងការចូលទៅបាទចូលទៅសេរីម៉ោងបាទសេរីម៉ោងតទៅនឹងកាមេរ៉ារបស់យើងបើសិនជាម៉ោងវាដើរខុសបាទចុះបងប្អូនចូលទៅកាន់នេះបាទកន្លែង setting ខាងលើនេះបាទចុច setting មកហើយបងប្អូនចុចលើពាក្យថា about device បាទបន្តមកទៀតបងប្អូនធ្វើការ click បាទ click លើ device time នេះដើម្បីឲ្យកាមេរ៉ារបស់យើងបាទធ្វើការ synchronize ជាមួយនឹងបាទជាមួយនឹងម៉ោងឲ្យត្រឹមត្រូវបាទអញ្ចឹងបងប្អូនគ្រាន់តែចុចលើនឹងទៅហើយបងប្អូនចុច OK មកបាទរងចាំបន្តិចគឺម៉ោងនឹងធ្វើការ synchronize វានឹងធ្វើការដើរត្រឹមត្រូវហើយបើសិនជាករណីបងប្អូនធ្វើការភ្ជាប់កាមេរ៉ាទៅម៉ោងវាដើរខុសណាបាទសម្រាប់មុខងារមួយទៀតបាទគឺមុខងារបាទសំឡេងសារ៉ែនបាទមានន័យថានៅពេលដែលមានអីឆ្លងកាត់កាមេរ៉ារបស់យើងគឺកាមេរ៉ារបស់យើងនឹងធ្វើការ load ជាសំឡេងសារ៉ែនបាទបញ្ចេញជាសំឡេងសារ៉ែនបាទចង់បងប្អូនចូលមកកាន់ setting ខាងលើនេះដដែលបាទចង់បងប្អូនចុចលើ setting មកហើយបងប្អូនចុចលើពាក្យថា smart alarm នេះបាទបន្តមកបងប្អូនបើកកន្លែងហ្នឹងមកបាទគឺនៅពេលហ្នឹងគឺនៅពេលដែលឲ្យតែមានអីឆ្លងកាត់កាមេរ៉ារបស់យើងគឺកាមេរ៉ារបស់យើងនឹង load ជាសំឡេងសារ៉ែនហើយបាទអញ្ចឹងតើតើនឹងមុខងារនឹងផងដែរបាទបើសិនជាបងប្អូនចង់បើកក៏បានឬមួយក៏បងប្អូនគិតថាបើសិនជាវារំខានបាទសម្រាប់ទីតាំងបងប្អូនដាក់វាបងប្អូនគិតថាវារំខានបងប្អូនអាចបិទឬមួយក៏មិនបើកវាក៏បានដែរបាទហើយតើតើនៅមុខងារមួយទៀតបងប្អូនអរគ្នាបាទគឺមុខងារតើតើនឹងភ្លើងបាទមានន័យថាបងប្អូនចង់ឲ្យពេលយប់ឬមួយក៏ពេលងងឹតវាមានភ្លើងឬមួយក៏បងប្អូនអត់ចង់ឲ្យវាមានភ្លើងទេបាទក្នុងលក្ខខណ្ឌថាបងប្អូនដាក់នៅក្នុងបន្ទប់បើកភ្លើងទៅវារំខានបងប្អូនអញ្ចឹងបងប្អូនចូលមកកាន់ពាក្យថាបាទ light and alarm នេះមកបាទហើយបងប្អូនចុចលើ control mode នេះមកបាទបងប្អូនអូសមកបាទអញ្ចឹងកន្លែងហ្នឹងគឺមាន3ចំណុចបាទអញ្ចឹងតើតើនឹង full light ខាងលើបាទខាងលើមានពាក្យថា full light ត្រង់ចំណុចហ្នឹងគឺមានន័យថាឲ្យតែពេលងងឹតបាទគឺកាមេរ៉ារបស់យើងគឺនឹងធ្វើការបើកភ្លើងដើម្បីបញ្ចេញ color បាទមានន័យថាវីដេអូដែល record បញ្ចេញកាមេរ៉ាមកគឺមាន color បាទពេលងឹតគឺវាបើកអូតូហើយបាទហើយសម្រាប់ទី2គឺបាទគឺមានន័យថាគឺបងប្អូនអត់ឲ្យវាបើកភ្លើងទេអញ្ចឹងមានន័យថាកាមេរ៉ារបស់យើងគឺអត់បើកភ្លើងទេអញ្ចឹងពេលយប់វានឹងចេញជារបៀបថារូបភាពសខ្មៅបាទហើយសម្រាប់ខាងក្រោមគឺ double light alert នេះគឺមានន័យថាវានឹងធ្វើការបើកភ្លើងនៅពេលណាដែល sensor របស់វាគឺចាប់បានថាមានអីឆ្លងកាត់វាគឺវានឹងធ្វើការបើកភ្លើងតាមផ្លែតវានឹងធ្វើការបិទទៅវិញបាទអញ្ចឹងសម្រាប់មុខងារហ្នឹងបាទបងប្អូនគិតថាមួយណាដែលបងប្អូនត្រូវការប្រើអាចជ្រើសរើសយកមុខងារមួយណាក៏បានដែរបាទ
បាទសម្រាប់ចំណុចសំខាន់មួយទៀតបាទគឺជាការ share device មានន័យថាកាមេរ៉ាមួយហ្នឹងគឺយើង share ទៅកាន់ទូរស័ព្ទដៃបាទមួយផ្សេងទៀតឬមួយក៏ពីរ3ផ្សេងទៀតបាទដើម្បីមើលបានច្រើន device អញ្ចឹងត្រង់ចំណុចហ្នឹងបាទបងប្អូនអាចធ្វើការចូលទៅ share បានបាទឲ្យថាកាមេរ៉ាមួយនេះបងប្អូនចង់ share កាមេរ៉ាមួយនេះបងប្អូនចុចលើពាក្យ share ហ្នឹងមកបាទហើយបន្តមកទៀតគឺបងប្អូនចុចលើកន្លែង share QR code នេះបាទអញ្ចឹងគឺវានឹងចេញ QR code នេះអញ្ចឹងទូរស័ព្ទមួយផ្សេងទៀតបាទដែលយើងចង់ share ឲ្យមើលបាទអញ្ចឹងសម្រាប់ទូរស័ព្ទមួយផ្សេងទៀតគឺយើងចូលទៅ scan QR code ហ្នឹងបាទគឺយើងចូលទៅ scan កន្លែងណាគឺបងប្អូនចូលមកកន្លែងនេះមកសញ្ញាលេខបូកនេះមកបាទហើយចុចពាក្យ scan ចេះមកហើយធ្វើការ scan ជាមួយនឹង QR code បាញ់មិញមកគឺទូរស័ព្ទដៃមួយផ្សេងទៀតហ្នឹងគឺអាចធ្វើការមើលជាមួយនឹងកាមេរ៉ាមួយហ្នឹងបាទបានដែរហើយបាទក្នុងករណីហ្នឹងសូមបញ្ជាក់ជូនបងប្អូនដែរគឺកាមេរ៉ាទូរស័ព្ទដៃទាំងអស់គឺត្រូវបង្កើត account ឲ្យហើយបាទអញ្ចឹងវីដេអូនេះផងដែរគឺតកតទៅនឹងការបាទចូលទៅប្រើប្រាស់មុខងារផ្សេងរបស់កាមេរ៉ាដែលប្រើ FIC គឺបាទគឺមានប៉ុណ្ណឹងបាទតើតើនៅមុខងារគឺនៅមានច្រើនទៀតដែលខ្ញុំបាទអត់អាចបង្ហាញអស់នៅក្នុងវីដេអូនេះទេអញ្ចឹងបើសិនជាមានចម្ងល់អីបន្ថែមបងប្អូនណាជួយការសាកសួរបានបាទហើយបើសិនជាតើតើនឹងបងប្អូនចង់ប្រើប្រាស់ជាមួយមុខងារទាំងអស់ហ្នឹងអាចមើលតាមវីដេអូនេះហើយធ្វើតាមនឹងបានបាទហើយបើសិនជាមានចម្ងល់អីបន្ថែមទៀតអាចសួរបានបាទខ្ញុំបាទនឹងធ្វើការធ្វើជាវីដេអូចែកជូនបងប្អូនគ្នាបាទអរគុណ